សួស្តីក្មួយនេះគឺជារបៀបអ៊ំធ្វើទឹកសម្លប្រហើរនំបញ្ចុកដំបូងអ៊ំយកទឹក3ខួដយកទៅដាក់នៅក្នុងឆ្នាំងហើយអ៊ំបង់ស្លឹកក្រូចសើចនោះ3សន្លឹកហើយអ៊ំយកស្លឹកគ្រៃនោះ2ដើមធំយកមកកាត់កង់ដាក់ចូលនៅក្នុង blender ជាមួយនឹងម្សៅល្មៀត1 tablespoon ខ្ទឹមស10កំពឹសហើយខ្ជាយ3មើមអ៊ំដាក់កិនអញ្ចឹងកិនហើយយកមកច្រោះកិនលាយទឹកណាកិនលាយទឹកហើយច្រោះដោយអ៊ំអញ្ចឹងច្រោះហើយកាកស្លឹកគ្រៃហ្នឹងកុំឲ្យចោលយកមកច្រកនៅក្នុង spice bag ដែលអ៊ំធ្វើអញ្ចឹងគឺដើម្បីកុំឲ្យសម្លយើងហ្នឹងវាមានជាតិស្កាតហើយចងដោយអ៊ំអញ្ចឹងចងហើយយកទៅបង់នៅក្នុងឆ្នាំងសម្លហ្នឹងជាមួយនឹងទឹកស្លឹកគ្រៃដែលយើងកិនហ្នឹងហើយបង់ catfish fillet នោះពីប្រទះធំចូលក្នុងឆ្នាំងហើយដាក់សណ្តែកដីដូចអ៊ំអញ្ចឹងទៅបើចូលចិត្តសណ្តែកដីហើយដាក់ប្រហុក1ស្លាបព្រាបាយប៉ុន្តែអ៊ំប្រុសគាត់អត់ញ៉ាំប្រហុកអ៊ំអត់ប្រើប្រហុកទេបន្ទាប់មកស្ងោរត្រីនឹងឆ្អិនហើយយកមកបុកជ្រុំដូចអ៊ំអញ្ចឹងបុកហើយយើងយកទៅដាក់ក្នុងឆ្នាំងហើយយើងថែមទឹកត្រីអំបិលប៊ីចេងស្ករសម្សៅស៊ុបមាន់ហើយអ៊ំដាក់ខ្ទិះដូងនោះ1ខាប់ហើយភ្លក់មើលទៅណាភ្លក់មើលល្មមមិនល្មមអីយើងថែមតាមតម្រូវមាត់យើងចូលចិត្តហើយអ៊ំស្រុះនំបញ្ចុកនោះគឺស្រុះ2កញ្ចប់បើសិនជាក្មួយមានគ្នាច្រើនស្រុះ3ឬ4កញ្ចប់ទៅហើយចាប់ច្បាយដោយអ៊ំអញ្ចឹងហើយអ៊ំចង់បញ្ជាក់ថាបើស្រុះនំបញ្ចុកកុំឲ្យស្រុះឆ្អិនពេកតែស្រុះឆ្អិនពេកញ៉ាំដាក់ជាមួយទឹកសឡញ៉ាំអត់ឆ្ងាញ់ទេគឺផុយបន្ទាប់ពីចាប់ច្បាយនំបញ្ចុកហើយយើងចាប់ផ្ដើមរៀបចំលបាយនំបញ្ចុកនោះគឺមានតសក់សណ្តែកបដោសតយងចេកល្ហុងខ្ចីយើងយកមកឈូសអញ្ចឹងណាមានតសក់មានសណ្តែកស្លឹកកធុំថេតដោយអ៊ំអញ្ចឹងទៅហើយអំបិលម្ទេសនោះគឺអ៊ំបុកតែអំបិលទេនិងម្ទេសទេបុកដើម្បីសម្រាប់ដែលយើងញ៉ាំនំបញ្ចុកដាក់លបាយអញ្ចឹងទៅធ្វើឲ្យទឹកសម្លយើងសាបអញ្ចឹងហើយយើងដាក់អំបិលម្ទេសថែមតិចតួចទៅធ្វើឲ្យទឹកសម្លយើងមានរសជាតិឆ្ងាញ់នឹងហើយមានតែប៉ុណ្្នឹងទេក្មួយសង្ឃឹមថាក្មួយអាចធ្វើបាន